បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយបាទនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដោះលេខកូដទូរស័ព្ទ Vivo ដែលយើងបានភ្លេចហ្នឹងហើយអញ្ចឹង model នេះគឺជា Vivo Y03 បងប្អូនណាបាទឥឡូវម្ចាស់គាត់បានភ្លេចលេខកូដសម្ងាត់បាត់ហើយបាទហើយគាត់ក៏យកមកឲ្យខ្ញុំជួយដោះស្រាយឲ្យហ្នឹងហើយអញ្ចឹងសម្រាប់ការដោះលេខកូដនៅលើទូរស័ព្ទ Vivo បងប្អូនធ្លាប់មើលវីដេអូខ្ញុំគាត់ប្រហែលជាបានចេះហើយហ្នឹងហើយយើងគ្រាន់តែចុចបិទវាមកណាហ្នឹងហើយយើងដើម្បីចូលទៅធ្វើការ hard reset ផ្ដាច់លេខកូដនេះចោលគ្រប់ Vivo ទាំងអស់បងប្អូនអាចធ្វើតាមវិធីនេះបានបន្ទាប់ពីបានបិទហើយបងប្អូនចុចនៅលើប៊ូតុងដំឡើងសំឡេងមួយហើយនឹងប៊ូតុង power បាទសង្កត់ពីរនឹងឲ្យជាប់ស្មើគ្នាមកណាបាទសង្កត់ប្រហែលជា5វិនាទីបាទវានឹង load logo បែបនេះមកបាទនៅត្រង់កន្លែងនេះយើងមិនអាចចុចនៅលើអេក្រង់បានទេអញ្ចឹងយើងចុចនៅលើប៊ូតុងបន្ថយសំឡេងទម្លាក់ចុះមួយហើយចុចប៊ូតុង power មកពឹកមកហ្នឹងហើយយើងរងចាំបន្តិចបាទអញ្ចឹងសម្រាប់បងប្អូនដែលទើបចូលមកថ្មីកុំភ្លេចជួយចុច like បាទក៏ដូចជាចុច subscribe ម្នាក់មួយផងបងប្អូនណាបាទនៅពេលដែលយើងធ្វើការ hard reset បែបនេះបាទរាល់ឯកសារនិងកម្មវិធីផ្សេងដែលយើងបានតម្លើងនៅលើអេក្រង់បាទវានឹងត្រូវបាត់បាទចេញបែបនេះមកឲ្យបងប្អូនចុចនៅកន្លែងរូបប៉ោះនេះមកបាទហើយចុចពាក្យខាងក្រោមបាទចុចលើ OK ហ្នឹងហើយអញ្ចឹងតែប៉ុណ្ណឹងវាចាប់ដើមធ្វើការឈូសសម្អាតហើយបាទលេខកូដរឿងសម្រាប់លេខកូដតែប៉ុណ្ណឹងគឺវាដាច់ហើយបងហើយចាំមើលថាតើទូរស័ព្ទហ្នឹងពេលដែលឈូសដាច់លេខកូដរួចហើយវាអាចជាប់ Google account ឬក៏អត់បើសិនជាមានបញ្ហាជាប់ Google account បងប្អូនអាចស្វែងរកវិធីដោះស្រាយបានបាទដែលខ្ញុំបានតម្លាក់ link នៅក្នុង description ហើយស្រេចបាទចេញបែបនេះបងប្អូនចុចលើពាក្យ return បាទហើយចុចថយមកក្រោយវិញបាទកន្លែងខាងលើនេះបាទចុចលើពាក្យ restart ហ្នឹងហើយអញ្ចឹងទូរស័ព្ទយើងវានឹងរលត់បាទហើយវានឹងចេញមកវិញដោយខ្លួនឯងអូខេអញ្ចឹងនៅកន្លែងនេះយើងគ្រាន់តែរងចាំប្រហែលជា7 នាទីបងប្អូនណាបាទវានឹងចេញមកវិញហើយបាទតែដោយសារកុំឲ្យខាតពេលយូរបាទខ្ញុំសូមកាត់កន្លែងរងចាំនឹងចោលហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលពេញចិត្តវីដេអូនេះកុំភ្លេចជួយ subscribe ម្នាក់មួយផងបងប្អូនណាបាទឥឡូវមកដល់ត្រង់កន្លែងនេះយើងឃើញថាទូរស័ព្ទនឹងដូចជាអត់មានជាប់ Google account ទេបងប្អូនណាបាទបើសិនជាមានវាមានជាប់សញ្ញាសោនៅខាងលើហើយអញ្ចឹងយើងគ្រាន់តែចុច start បាទដើម្បីធ្វើការដូរភាសាហើយយើងចុច next ទៅទៀតបាទសម្រាប់បងប្អូនដែលចង់តាមដានខ្ញុំនៅលើទំព័រ Facebook Page បាទក៏បានដែរបងប្អូនអាចទំនាក់ទំនងតាម Facebook Page បាទតែមាន link នៅក្នុង description ហើយស្រេចអញ្ចឹងឃើញថាទូរស័ព្ទនេះអត់មានជាប់ Google account ទេបងប្អូនណាបាទបងប្អូនចុចនៅត្រង់កន្លែង offline នេះមកបាទហើយចុចខាងនេះហ្នឹងហើយបងប្អូនចុចតាមដៃខ្ញុំហ្នឹងទៅបាទរួចហើយហ្នឹងហើយអញ្ចឹងងាយស្រួលមែនតើបាទសម្រាប់របៀបដោះ Google របៀបដោះលេខកូដបាទងាយស្រួលទេបងប្អូនបាទតែបើសិនជាពិបាកគឺពិបាកនៅលើ Google account បាទវារៀងពិបាកបើរឿងលេខកូដនេះមិនថា Oppo ឬក៏ Vivo ឬក៏ Samsung អីទេបងប្អូនអាចដោះស្រាយបានខ្លួនឯងគ្រាន់តែធ្វើតាមវិធីដែលខ្ញុំណែនាំនេះបាទយើងអត់ចាំបាច់ទៅរកជាងនាំតែអស់លុយទេបាទយើងចំណេញពេលវេលាយើងអាចដោះស្រាយបានខ្លួនឯងនៅផ្ទះបាទគ្រាន់ថាវាអស់ឯកសារបន្តិចណាហ្នឹងហើយធ្វើម៉េចបងប្អូនបាទបើសិនជាបើយើងភ្លេចបាត់ហើយហ្នឹងបាទទោះបីជាយើងយកទៅឲ្យជាងគេដោះឲ្យក៏ជាមិនផុតពីរឿងបាត់ឯកសារដែរហ្នឹងហើយវាជាធម្មតាទេអាហ្នឹងធ្វើម៉េចបើយើងភ្លេចបាត់ហើយហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបាទបើសិនជាបងប្អូនមានចម្ងល់អីផ្សេងតាក់ទងទៅនឹងវីដេអូនេះបងប្អូនអាចដាក់ជាសំណួរនៅក្នុង comment បានហ្នឹងហើយអញ្ចឹងជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត